ននោមគឺជាបន្លែបៃតងដែលល្អបំផុតមួយសម្រាប់សុខភាពរាងកាយនិងសម្រស់វាជាការពិតណាស់ភាគច្រើនលោកអ្នកក៏សុទ្ធតែបានដឹងរួចមកហើយថាននោមគឺយើងអាចយកទៅច្នៃធ្វើជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ហើយបានច្រើនមុខទៀតផងបើទោះបីជាឧស្សាហ៍ទទួលទានបន្លែមួយប្រភេទនេះក៏ដោយក៏ប៉ុន្តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថាវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ជាច្រើនដែលរាងកាយរបស់យើងត្រូវការវាជាចាំបាច់ដើម្បីរក្សានៅសុខភាពរឹងមាំហើយជៀសឆ្ងាយពីជំងឺផ្សេងៗបានទៀតផងដូច្នេះថ្ងៃនេះខ្ញុំសូមបង្ហាញអំពីអត្ថប្រយោជន៍ដែលមិនគួរឲ្យជឿនៃការទទួលទានផ្លែននោមចំពោះសុខភាពរាងកាយក៏ដូចជាសម្រស់របស់លោកអ្នកផងដែរទី1វាអាចជួយទប់ស្កាត់ជំងឺមហារីកនៅក្នុងផ្លែននោមគឺវាមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងជាមួយនឹងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយហើយសារធាតុប្រឆាំងអុកស៊ីតកម្មនេះវាអាចជួយរាងកាយឲ្យកាន់តែរឹងមាំក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងផលប៉ះពាល់ផ្សេងៗនៃរ៉ាឌីកាល់សេរីហើយវាអាចទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកបានទៀតផងទី2ជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមអត្ថប្រយោជន៍សុខភាពមួយទៀតនៃផ្លែននោមនោះគឺវាមានសមត្ថភាពជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមពីព្រោះជាតិម៉ង់កាណេសគឺវាចាំបាច់បំផុតនៅក្នុងការផលិតអង់ស៊ីមរំលាយអាហារដែលមានប្រយោជន៍ណាស់សម្រាប់ដំណើរការនៃការបង្កើតក្លូកូសព្រោះម៉ង់កាណេសវាអាចជួយក្នុងការបង្កើនការបញ្ចេញអាំងស៊ូលីនត្រឹមត្រូវនិងធ្វើឲ្យមុខងារផ្សេងទៀតមានលក្ខណៈកាន់តែប្រសើរឡើងទី3សុខភាពចំពោះភ្នែកនៅក្នុងផ្លែននោមគឺជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលវាល្អបំផុតនិងចាំបាច់បំផុតសម្រាប់សុខភាពភ្នែកដើម្បីអាចរក្សាបាននូវសុខភាពល្អនិងមើលឃើញបានច្បាស់លើសពីនេះទៅទៀតផ្លែននោមក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺខ្សោយភ្នែកដែលទាក់ទងទៅនឹងអាយុផងដែរតាមរយៈវីតាមីន A វីតាមីន C តាំងកសីនិងជាតិទង់ដែងដែលវាមានផ្ទុកនៅក្នុងផ្លែននោមទី4ជួយដល់សុខភាពស្បែកផ្លែននោមដែលមានផ្ទុកទៅដោយវីតាមីន C ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើស្បែកនិងជួយទប់ស្កាត់ភាពចាស់មុនអាយុនៃស្បែកផងដែរពីព្រោះវីតាមីន C គឺដើរតួយ៉ាងសំខាន់នៅក្នុងការផលិតប្រូតេអ៊ីនដើម្បីបង្កើនសាច់ដុំសរសៃឈាមស្បែកនិងសរសៃរយាងហើយអត្ថប្រយោជន៍ផ្សេងទៀតនៃផ្លែននោមគឺវាជួយព្យាបាលរបួសឲ្យឆាប់ជាផងដែរទី5ព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហមនៅក្នុងផ្លែននោមគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន B6 ពីព្រោះវីតាមីន B6 មានតួនាទីសំខាន់ចាំបាច់ក្នុងការបង្កើតអេម៉ូក្លូប៊ីននៅក្នុងឈាមដែលជួយនៅក្នុងការប្រមូលផ្ដុំជាតិដែកហើយដឹកនាំអុកស៊ីសែនទៅគ្រប់កោសិកានៃរាងកាយលើសពីនេះទៅទៀតននោមក៏មានផ្ទុកនូវជាតិស័ង្កសីដែលជួយក្នុងការរក្សាដំណើរការឈាមផងដែរទី6ជួយឲ្យស្រកទម្ងន់ជាការពិតណាស់ននោមគឺជាប្រភពដ៏ប្រសើរនៃជាតិសរសៃវីតាមីនជាតិរ៉ែប៉ុន្តែវាមានផ្ទុកជាតិខ្លាញ់និងកាឡូរីទាបដូច្នេះហើយទើបធ្វើឲ្យវាក្លាយជាបន្លែមួយដែលល្អបំផុតក្នុងការសម្រកទម្ងន់ក៏ប៉ុន្តែចូលប្រុងប្រយ័ត្នផងដែរពីព្រោះនេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះប្រសិនបើអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមមេត្តាទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលបានត្រឹមត្រូវ